ចេកក៏មានម្សៅក៏មានបងប្អូនអរគ្នាខ្ញុំធ្វើនំបាយចេកហូបអញ្ចឹងទៅដូចបងប្អូនឃើញមានប្រហែលមុខអញ្ចឹងឯងចាហើយវីដេអូនេះក៏រៀងវែងតិចដែរបងប្អូនអរគ្នាអើយចាព្រោះអី1នាទីជាងតែម្ដងបងខ្ញុំធ្វើវីដេអូវែងគឺ3នាទីជាង14នាទីហើយបងប្អូនអត់មើលអីអញ្ចឹងព្រោះអីធ្វើនាទីខ្លីៗជាងហើយនៅតែគ្មានបងប្អូនអ្នកមើលសមមតែធ្វើវីដេអូវែងតិចឡើងមានអ្នកមើលសោះតែម្ដងបងប្អូនអរគ្នាចាហើយខ្ញុំទុកចេក3ផ្លែងសម្រាប់ខ្ញុំចិត្តដាក់ផ្ទះពីលើដល់ពេលយើងដាក់ធ្វើនំបាយចេកទៅដើម្បីឲ្យមានចេកខ្លះសំប៉ែតនៅខ្លះអញ្ចឹងបងប្អូនអរគ្នាចិត្តនៅខ្លះអញ្ចឹងខ្ញុំលេងមុនដំបូងនេះខ្ញុំលេងម្សៅឆាទេបងប្អូនអរគ្នាចាលេងម្សៅឆាហ្នឹងចំនួនថាកន្លះកូនចានដែរហើយនឹងលេងម្សៅធម្មតាចំនួន1កូនចានកំប៉ុងអញ្ចឹងបងប្អូនអរគ្នាសាកធ្វើលើកទី1ទេមិនដឹងថាបានផលសម្រេចឬក៏ជោគជ័យឬមិនបានជោគជ័យទេបងប្អូនអរគ្នាចាំតាមដានជាមួយខ្ញុំទាំងអស់គ្នានៅចុងវីដេអូហ្នឹងគឺមាននៅតទៀតបងប្អូនអរគ្នាចាគឺមាននៅបន្តទៀតអីចឹងបងប្អូនចានៅបន្តដែលចាក់ហើយគឺគួរអត់កើតទេបងប្អូនអរគ្នា